តាដែលគាត់ចង់នាំពួកខ្ញុំមករៀននៅភ្នំពេញគឺទីមួយគាត់ចង់ឲ្យកូនមានចំណេះដឹងគ្រប់គ្រាន់គាត់ចង់ឲ្យកូនអត់មានការងារឬក៏មានការងារមួយដែលទៅសំប្រកបដូចជាពួកគាត់ទេហើយរៀនដំបូងគឺខ្ញុំយំដោយសារខ្ញុំអត់ស្គាល់គេហើយខ្ញុំខ្លាចគេប៉ុន្តែក្រោយពីចូលរៀនមកគឺខ្ញុំមានអារម្មណ៍ថាកក់ក្ដៅដោយសារស្គាល់មិត្តភក្តិច្រើនគោលបំណងក្នុងថ្ងៃអនាគតរបស់ខ្ញុំគឺចង់ក្លាយទៅជាគ្រូបរិញ្ញាបត្រម្នាក់ដែលអាចផ្ដល់នូវចំណេះដឹងរបស់ខ្ញុំផ្ទាល់ក៏ដូចជាចំណេះដឹងដែលលោកគ្រូអ្នកគ្រូគាត់ផ្ដល់ឲ្យអ្នកជំនាន់ក្រោយឲ្យគាត់មានការយល់ដឹងបន្ថែមហើយយកវាទៅអភិវឌ្ឍប្រទេសជាតិរបស់យើងជំរាបសួរនាងខ្ញុំឈ្មោះណាំស្រីណែតគឺជាសិស្សថ្នាក់ទី12នៃវិទ្យាល័យអង្គការលើកស្ទួយប្រជាពលរដ្ឋទីកន្លែងកំណើតរបស់ខ្ញុំគឺនៅខេត្តតាកែវហើយបច្ចុប្បន្នខ្ញុំរស់នៅភូមិ23សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញថ្ងៃខ្ញុំមានបងប្អូនចំនួន3នាក់ហើយខ្ញុំគឺជាកូនទី3បងស្រីរបស់ខ្ញុំឥឡូវគាត់ចូលរៀននៅសាកលវិទ្យាល័យទាំងពីរហើយបងស្រីទី1គាត់រៀនផ្នែកគ្រូពេទ្យហើយបងស្រីទី2គឺ Banking and Finance ហើយពួកគាត់ទាំងពីរហ្នឹងក៏ជាអតីតសិស្សនៃសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋនេះដែរសម្រាប់ប៉ាគាត់គឺជាអ្នករត់កង់3ហើយម៉ាក់គឺជាកម្មការនីរោងចក្រមុនចូលសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋនេះគ្រួសាររបស់ខ្ញុំមានទុក្ខលំបាកនៅកង្វះខាតច្រើនជាហេតុធ្វើឲ្យប៉ាម៉ាក់របស់ខ្ញុំហ្នឹងគាត់ត្រូវមកធ្វើការនៅភ្នំពេញហើយទុកពួកខ្ញុំ3នាក់ហ្នឹងឲ្យនៅជាមួយមីងហើយនឹងយាយតារបស់ខ្ញុំនៅស្រុកកំណើតរបស់ខ្ញុំសម្រាប់ពេលគាត់ទុកខ្ញុំនៅជាមួយនឹងយាយតាហើយមីងរបស់ខ្ញុំហ្នឹងសម្រាប់ពួកខ្ញុំគឺអត់សូវមានទុក្ខលំបាកច្រើនទេគ្រាន់តែបងស្រីខ្ញុំគាត់មានកង្វះខាតក្នុងការទៅរៀនសូត្រគាត់ធ្លាប់រៀននៅតាមខេត្តហើយគាត់រៀននៅសាលារដ្ឋមួយកន្លែងហើយប៉ាម៉ាក់របស់ខ្ញុំបានគាត់មានការលំបាកខ្លាំងត្រូវតែចេញពីភ្នំពេញទៅខេត្តក្នុងរយៈពេល1ខែម្ដងដើម្បីបានជួបកូនកត្តាដែលគាត់ចង់នាំពួកខ្ញុំមករៀននៅភ្នំពេញគឺទី1គាត់ចង់ឲ្យកូនមានចំណេះដឹងគ្រប់គ្រាន់គាត់ចង់ឲ្យកូនអត់មានការងារឬក៏មានការងារមួយដែលទៅសំប្រកបដូចជាពួកគាត់ទេគាត់ចង់ឲ្យកូនមានចំណេះដឹងមានការងារធ្វើមួយដែលល្អប្រសើរជាងពួកគាត់ពេលខ្ញុំចូលមករៀននៅសាលា PO នេះគឺខ្ញុំគាត់តាមរយៈលោកគ្រូអ្នកគ្រូដែលគាត់ជាបុគ្គលិកធ្វើការនៅអង្គការលើកស្ទួយប្រជាពលរដ្ឋនេះផ្ទាល់ខ្ញុំចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋនេះតាំងពីឆ្នាំ2012ហើយខ្ញុំចូលរៀនដំបូងគឺថ្នាក់ទី1ចូលរៀនដំបូងគឺខ្ញុំយំដោយសារខ្ញុំអត់ស្គាល់គេហើយខ្ញុំខ្លាចគេប៉ុន្តែក្រោយពីចូលរៀនមកគឺខ្ញុំមានអារម្មណ៍ថាកក់ក្ដៅដោយសារស្គាល់មិត្តភក្តិច្រើនហើយក៏ទទួលបានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូដែរពេលចូលមកនេះគឺខ្ញុំទទួលបានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូដែលគាត់ផ្ដល់ឲ្យខ្ញុំនៅចំណេះដឹងទាំងផ្នែកភាសាខ្មែរភាសាបរទេសចេះកុំព្យូទ័រចេះអានចេះសរសេរហើយពិសេសនោះគឺការទទួលបានបទពិសោធន៍ហើយនិងសមត្ថភាពអាចមានសមត្ថភាពក្នុងការចូលប្រកួតកម្មវិធីប្រឡងសិប្បការជជែកវែកញែកដេញដោលហើយ speaking contest ហើយក៏បានបញ្ចេញនៅសកម្មភាពនៅក្នុងសាលាផ្សេងៗដូចជាមានជាឱកាសមួយដែលអាចរៀបចំកម្មវិធីសាលាបានគោលបំណងក្នុងថ្ងៃអនាគតរបស់ខ្ញុំគឺចង់ក្លាយទៅជាគ្រូបរិញ្ញាបត្រម្នាក់ដែលអាចផ្ដល់នូវចំណេះដឹងរបស់ខ្ញុំផ្ទាល់ក៏ដូចជាចំណេះដឹងដែលលោកគ្រូអ្នកគ្រូគាត់ផ្ដល់ឲ្យអ្នកជំនាន់ក្រោយឲ្យគាត់មានការយល់ដឹងបន្ថែមហើយយកវាទៅអភិវឌ្ឍប្រទេសជាតិរបស់យើងជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណដល់ម៉ាក់មានដែលជាស្ថាបនិកនៃវិទ្យាល័យអង្គការលើកស្ទួយប្រជាពលរដ្ឋក៏ដូចជាចាស់ស្វលហើយព្រមទាំងចាស់ជំនួយទាំងអស់ដែលបានជួយឧបត្ថម្ភទាំងសម្ភារៈសិក្សាថវិកានិងសម្ភារៈផ្សេងៗទៀតឲ្យអ្នកដែលខ្វះខាតមកកាន់សាលាមួយនេះហើយអាចធ្វើឲ្យពួកខ្ញុំមានភាពក្លាហានមានការអភិវឌ្ឍមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងហើយអាចឲ្យពួកខ្ញុំនឹងបញ្ចេញនូវសមត្ថភាពដើម្បីជួយនៅប្រទេសជាតិរបស់យើងដូចគ្នាខ្ញុំសូមផ្ដាំដល់បងប្អូនជំនាន់ក្រោយថាឲ្យគាត់នឹងខិតខំព្យាយាមនៅក្នុងការសិក្សាព្រោះមិនថាយើងរៀននៅកន្លែងណាសំខាន់គឺការខិតខំរបស់យើងផ្ទាល់គឺជាកត្តាមួយដែលជំរុញឲ្យយើងមានការអភិវឌ្ឍខ្លាំងនាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់ដែលនៅក្នុងស្រុកនិងក្រៅស្រុកសូមឲ្យជួយឧបត្ថម្ភដល់សាលាអង្គការលើកស្ទួយប្រជាពលរដ្ឋនេះដល់ក្មេងៗដែលជាកុមារកំព្រាកុមារក្រីក្រកុមារដែលគាត់អត់អាចមានសមត្ថភាពក្នុងការស្វែងរកចំណេះដឹងបានសូមជួយឧបត្ថម្ភគាត់ឲ្យគាត់នឹងមានឱកាសបានរៀនសូត្រនិងបន្តការសិក្សារបស់គាត់ដើម្បីជាស្ពានជួយក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យមានការរីកចម្រើនកាន់តែច្រើនឡើង